ពេលដែលខ្ញុំមើលទៅក្នុងសង្គមខ្មែរខ្ញុំឃើញនៅតែមានមនុស្សមួយចំនួនតែងតែនិយាយថាចង់យកទឹកដីខ្មែរក្រោមមកវិញខ្ញុំមិនដឹងថាពួកគេគិតអ្វីនៅក្នុងខ្លួននោះទេខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាកម្ពុជាយើងវាយតែចិត្តខាងទាំងពីរនេះគឺមិនឈ្នះនោះទេដូច្នេះសូមបញ្ឈប់ក្នុងការមានកំណត់បង្វែងនេះទៀតហើយឈប់ចាក់ទុកឲ្យខ្មែរចិត្តតែមានរឿងឆ្លោះជាមួយនឹងអ្នកចិត្តខាងទៀតខ្ញុំគិតថាមនុស្សទាំងអស់នោះពួកគេក៏បានដឹងខ្លួនដែរថាយកខ្មែរក្រោមមកវិញមិនបានទេប៉ុន្តែពួកគេមានចេតនាកុហកបោកខ្មែរដើម្បីទទួលបានការគ្រប់គ្រងជាពិសេសពួកគេបានដឹងថាខ្មែរឬអញអ្នកខាងកើតដូច្នេះពួកគេក៏ព្យាយាមដាក់ថ្នាំពុលចូលអរិយតែខ្លាំងដើម្បីឲ្យស្អប់កាន់តែខ្លាំងសកម្មភាពបែបនេះវាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ព្រោះតែវាបានបំផ្លាញខ្មែរដែលមិនបានដឹងខ្លួននោះទេតើបំផ្លាញដោយរបៀបយ៉ាងម៉េចខ្មែរមួយចំនួនឲ្យតែស្អប់អ្នកណាដឹងតែចោទគេថាជាសាសខាងកើតហើយយូរទៅខ្មែរកើតទៅជាមនុស្សរើអាំងយ៉ាងខ្លាំងសូម្បីតែក្មេងក៏រើអាំងគេដែរតែហេតុអ្វីបានជាទង្វើរើអាំងបែបនេះវាអាក្រក់ពីព្រោះតែវាខ្លាំងដល់ថ្នាក់ខ្មែរកណ្ដាលក៏រើអាំងខ្មែរក្រោមដែរតើបងប្អូនស្មានតែខ្មែរក្រោមពួកគេមិនបានភ្លក់រសជាតិរើអាំងនេះទេឬកាលពីកន្លងពេលនៅក្នុងជំនុំជនភៀសខ្លួនឆ្នាំ1980ជាងខ្មែរកណ្ដាលតែងតែរើអាំងខ្មែរក្រោមណាស់ហើយខ្មែរក្រោមតែងតែសួរថាតើហេតុអ្វីបានជារើអាំងនឹងស្អប់ពួកគេកាលពីជំនាន់នោះកូនខ្មែរកណ្ដាលគេមិនលែងចូលកូនខ្មែរក្រោមទេមានតែកូនវៀតណាមទេតែលែងចូលជាមួយកូនខ្មែរក្រោមនេះទៅជាកូនវៀតណាមគេមិនរើអាំងតែកូនខ្មែរកណ្ដាលគ្នាឯងបែរជារើអាំងទៅវិញនេះគឺបានបង្ហាញថាខ្មែរមួយចំនួនគឺខ្វះការអប់រំខ្ពស់តើខ្មែរកណ្ដាលស្គាល់តរកូលខ្មែរក្រោមដែរឬទេតរកូលខ្មែរក្រោមមានដូចជាតរកូលថាច់សាន់គឹមគៀនឆៅនិងដាញ់រដ្ឋាភិបាលវៀតណាមបានដាក់តរកូលទាំងអស់នេះទៅឲ្យខ្មែរក្រោមដើម្បីកត់សម្គាល់ឲ្យបានដឹងថាពួកគេគឺជាខ្មែរក្រោមមិនមែនជាសាសវៀតណាមទេប៉ុន្តែក្នុងសម័យឥឡូវនេះមានខ្មែរក្រោមជាច្រើនអ្នកណាស់ពួកគេបានបដូរតរកូលចេញដោយដាក់តរកូលជាសាសវៀតណាមចាំទូវិញដើម្បីបានចូលទៅក្នុងសង្គមវៀតណាមឲ្យកាន់តែជ្រៅដើម្បីបានឡើងឋានៈបុណ្យស័ក្តិទោះបីជាបារាំងបានចុះហត្ថលេខាទៅលើទឹកដីកម្ពុជាក្រោមនៅក្នុងឆ្នាំ1949ក៏ដោយប៉ុន្តែវៀតណាមគឺបានកាន់កាប់និងគ្រប់គ្រងទឹកដីកម្ពុជាក្រោមតាំងតែពីឆ្នាំ1600ជាងមកម្ល៉េះតាំងតែពីពេលនោះមករហូតដល់ឥឡូវនេះវាចង់100ឆ្នាំមកហើយខ្មែរក្រោមគឺបានចូលទៅក្នុងសង្គមវៀតណាមហើយដោយខ្មែរលើអញ្ចឹងដល់ឥឡូវនេះខ្មែរក្រោមជាច្រើនគេបានទៅមុខហើយដូច្នេះយើងដែលជាខ្មែរកណ្ដាលក៏គួរតែទៅមុខដែរប្រវត្តិសាស្ត្រវាគឺជាប្រវត្តិសាស្ត្រយើងមិនអាចកែប្រែអ្វីបានទេហើយទោះបីជាយើងចង់ក៏ដោយក៏គ្មានសមត្ថភាពធ្វើអ្វីបានដែរសូមកុំភ្លេចថាសេដ្ឋកិច្ចវៀតណាមគឺបានកើនឡើង8%ក្នុងមួយឆ្នាំហើយ5ឆ្នាំខាងមុខទៀតនឹងធំជាងថៃ2ដងដូច្នេះសូមកុំស្រមៃថានឹងយកទឹកដីចាស់ពីគេមកវិញបានគ្រាន់តែទឹកដីដែលសតត្រឹមដល់ថ្ងៃនេះថៃមិនចង់តែបានផងប្រសិនបើខ្មែរចង់បានជីវិតល្អសូមធ្វើតាមខ្ញុំប្រាប់សូមកុំទៅបង្កើតសត្រូវទាំងសងខាងសូមកុំស្អប់ខ្លាំងពេកបើស្អប់អីសូមចេះលាក់ទុកក្នុងចិត្តខ្លះទៅសូមផ្ដោតទៅលើការអភិវឌ្ឍខ្លួនឯងនិងប្រទេសជាតិដែលយើងកំពុងតែមានក្នុងពេលឥឡូវនេះយើងរវល់តែស្អប់គេតែគេវិញគឺគេបានទៅដល់មេឃអស់ហើយ